មុនដំបូងមកស្ដាំមកដើម្បី copy បាទ duplicate layer ចុច OK មកបាទតោះហើយចូលកន្លែង tray 3នេះហើយយកពាក្យ pit tool បាទដើម្បីយកមកគូកន្លែងដែលមានស្នាមអូសយកមកដាក់កន្លែងដែលអត់មានស្នាមបាទផ្ចិតផ្ចង់តិចមកដោយសារខ្ញុំមានពេលតិចតួចអញ្ចឹងធ្វើវីដេអូរៀងសារបន្តិចបាទតែបងប្អូនសូមផ្ចិតផ្ចង់ទាក់ទងនឹងស្នាមបាទគូសហើយអូសវាយកមកដាក់កន្លែងដែលអត់មានស្នាមអញ្ចឹងមកបាទស្នាមតូចស្នាមធំអីស្នាមក្រហមអីហ្នឹងអូសវាមកបាទតមកបិទភ្នែកវាមួយមកដើម្បីមើលបាទបើស្អាតហើយយកពាក្យនេះ duplicate layer មួយទៀតមក copy ហើយ OK មកបាទតមកយកពាក្យ image ហើយយកពាក្យ adjustment នេះមកបាទហើយយកពាក្យ invert ឬមួយក៏ control I បាទតមកយកកន្លែងនេះមកបាទហើយចូលកន្លែង filter ដែរយក Gaussian blur នេះអានេះតើតើនឹងសាច់មុខបាទតើតើម៉ត់ប៉ុណ្ណាបាទអាហ្នឹងបងប្អូនសេរីតាមចិត្តស្ដែងបានហើយខ្ញុំយកតែមួយទេហើយចុច OK បាទតើមកយកកន្លែង filter ដែរហើយយកពាក្យ high pass បាទ high pass នេះតើតើនឹងសាច់មុខដែរបាទសាច់មុខស្លាកស្នាមអីបាទចុច OK ហើយកន្លែង color នេះយកបានតែពីរពណ៌ទេបាទពណ៌សហើយនិងពណ៌ខ្មៅបន្ទាប់មកនេះចុចកន្លែងនេះកន្លែង brush បាទតមកចុចឲ្យជាប់មកហើយចុចអាហ្នឹងមួយមកបាទហើយ color ហ្នឹងយកពណ៌សដើម្បីយកមកផាត់លើផ្ទៃមុខបាទដើម្បីឲ្យវាដាច់ស្នាមខ្មៅបាទដែលមានស្នាមនៅលើផ្ទៃមុខហ្នឹងផាត់វាអញ្ចឹងមកបាទផាត់វាស្អាតអញ្ចឹងមកផ្ចិតផ្ចង់មកបាទបាទមិនថាមុខឬមួយក៏ខ្លួនទេអាចផាត់បានសក់អីអាចផាត់បានដែរបាទតែមកបិទភ្នែកលើផ្ទៃការងារហ្នឹងបាទមើលកន្លែងណាមិនស្អាតគឺផាត់ថែមបាទគឺស្អាតហើយមើលចូលគ្នាមួយមកបាទមើលមកបាទបិទភ្នែកមើលមួយបាទឃើញស្អាតហើយបន្ទាប់មក control L មួយមកដើម្បីដំឡើងពន្លឺវាឲ្យកាន់តែភ្លឺស្រស់ស្អាតណាបាទវាស៊ីជាមួយនឹងស្បែកមុខហើយនឹងខ្លួនបាទមើលចឹងមកបាទបិទភ្នែកមើលមួយមកបាទអស់ហើយបាទបន្ទាប់មកចូលកន្លែង file ចូលពាក្យ export នេះមកបាទហើយយកកន្លែង JPEG បាទ export មកបាទមេរៀនគឺចប់ហើយមានតែប៉ុណ្្នឹងអរគុណជួបគ្នាវីដេអូក្រោយ